Bitcoin MT block Bitcoin MT block គឺជា block របស់ Bitcoin ដែលអត់មាន transaction អញ្ចឹងបើអ្នកទាំងអស់គ្នាចូលទៅមើល block លេខ990847ដែល mine ដោយ N pool អញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញនៅក្នុង block ហ្នឹងគឺអត់មាន transaction អីទាំងអស់អត់មានគឺ0ហើយ block ហ្នឹងគឺ timestamp គឺនៅថ្ងៃទី4ខែ4គឺថ្ងៃហ្នឹងណាម៉ោង15ម៉ោង3ម៉ោង3ប្រហែលជា3ម៉ោងមុនហើយប៉ុន្តែ block ហ្នឹងគឺអឺ miner គឺគាត់ទទួលបាន block subsidy ធម្មតា3.125 BTC ហ្នឹងហើយ3.125 BTC ដោយសារតែគាត់បានបិទ pool បិទ block ហ្នឹងអញ្ចឹងណាគឺអញ្ចឹងបានន័យថាម៉េចបានន័យថានៅក្នុង block ហ្នឹងគឺ miner គាត់អត់ប្រមូល transaction ដាក់ចូលទៅក្នុង block ហ្នឹងទេដោយសារតែអាចថាគាត់ប្រមូលអត់ទាន់ក៏អត់ចង់ចាំក៏អត់ចង់ចំណាយពេលច្រើនអត់ចង់ចំណាយថាមពលអគ្គិសនីច្រើនអញ្ចឹងគាត់ទៅព្យាយាមទៅ mine block បន្តទៀតអញ្ចឹងណាអាហ្នឹងគឺអាចកាត់ឡើងជាធម្មតានៅលើ blockchain ហើយអាហ្នឹងអត់មានបញ្ហាអីទេអញ្ចឹងយើងអាចចូលទៅមើលនៅក្នុង mempool ហ្នឹងទៅហើយយើងរក block 890847អ្នកនរគ្នានឹងឃើញហើយអញ្ចឹងប៉ុន្តែកន្លែងហ្នឹងគឺគេមាន Coinbase ហ្នឹងគឺជា transaction ដែលតាក់ទងជាមួយនឹង block subsidy កន្លែងនេះអញ្ចឹងជាធម្មតាដែលកើតឡើងនៅលើ blockchain របស់ Bitcoin ឬក៏អាហ្នឹងគេអាចហៅមួយទៀតគេហៅ orphan block គឺជាឬក៏ block កំព្រាអញ្ចឹងណាហើយការកាត់ឡើងហ្នឹងគឺអាចដោយសារតែ miner គាត់ត្រូវគឺគាត់អត់រងចាំក្នុងការប្រមូល transaction ដាក់ចូលក្នុង block ហ្នឹងទេចំណាយពេលយូរអញ្ចឹងគាត់ទៅធ្វើការ mine block បន្តមកទៀតឬក៏តាក់ទងជាមួយនឹងទាំងអស់ហ្នឹងដែរបើន័យថាគាត់នៅពេលដែលគាត់ទទួល block template មកពី pool មកពីគេហៅ mining pool ហ្នឹងគឺគាត់អត់មាននៅមាន pending transaction អញ្ចឹងគាត់ខ្ជិលយកមកដាក់អញ្ចឹងណាអាហ្នឹងជាធម្មតាគឺកាត់ឡើងអញ្ចឹងហើយទី2គឺគាត់អាចធ្វើកន្លែងហ្នឹងគឺដើម្បីឲ្យការបង្កើត block ថ្មីទៀតហ្នឹងគឺនៅក្នុងចន្លោះពី10នាទីពួកឯងជាធម្មតាគឺ10នាទីម្ដងគឺនៅក្នុង rule របស់ Bitcoin គឺការបង្កើត block ថ្មីគឺត្រូវមានរយៈពេលប្រហែលជា10នាទីដើម្បីបង្កើត block ថ្មីហើយអាហ្នឹងជា normal ហើយអត់មានបញ្ហាអីទេដែលធ្វើឲ្យ network របស់ Bitcoin មានបញ្ហាអញ្ចឹងជាចំណេះដឹងអរគុណអ្នកនរគ្នា